ស្រ័យបែបណាពេលអ្នកតឹងច្រមុះនឹងហៀសម្បោរយោងតាមទំព័រផ្លូវការមន្ទីរពេទ្យកាឡាម៉ែតបានផ្សាយថាការតឹងច្រមុះឬហៀសម្បោរអាចបណ្ដាលមកពីជំងឺគ្រុនផ្ដាសាយឬអាឡែហ្ស៊ីការមានសម្បោរជាច្រើននៅក្នុងច្រមុះជាប់ជាប្រចាំអាចបណ្ដាលឲ្យមានការបង្ករោគនៅក្នុងត្រចៀកកណ្ដាលចំពោះកុមារឬការរលាកប្រអប់ឆ្អឹងច្រមុះចំពោះមនុស្សចាស់ដើម្បីជួយបំបត្តិការតឹងច្រមុះយើងត្រូវអនុវត្តដូចខាងក្រោមនេះ 1. ចំពោះកុមារតូចៗបូមយកសម្បោរចេញដោយបន្តក់ឬលាងជាមួយទឹកសេរ៉ូមប្រៃ 2. មនុស្សជំទង់និងមនុស្សចាស់អាចបាញ់លាងដោយទឹកសេរ៉ូមប្រៃចូលក្នុងរន្ធច្រមុះទាំងសងខាងការធ្វើរបៀបនេះអាចជួយពង្រាវសម្បោរហើយធ្វើឲ្យអ្នកជំងឺដកដង្ហើមបានស្រួល 3. ឆ្ពង់ទឹកក្តៅឬទឹកសេរ៉ូមប្រៃ 4. ជូតសម្បោរចេញតែមិនត្រូវញើសបញ្ចេញដោយប្រើចលនាខ្លាំងៗទេវាអាចបណ្ដាលឲ្យឈឺនិងណែនត្រចៀក 5. ចំពោះស្ត្រីមានផ្ទៃពោះហាមប្រើប្រាស់ថ្នាំបន្តក់ច្រមុះដើម្បីកាត់បន្ថយការតឹងច្រមុះសូមអញ្ជើញមកជួបពិភាក្សាជាមួយនឹងក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាឡាម៉ែតក្នុងករណីការតឹងច្រមុះនិងហៀសម្បោរបន្តលើសពី1អាទិត្យដើម្បីទទួលបានការប្រឹក្សាលម្អិតបន្ថែមនិងការព្យាបាលទៅតាមស្ថានភាពជំងឺប្រកបដោយជោគជ័យ